ស្រមោលដល់អាក្រក់មួយកំពុងរំកិលខិតចិត្តមកដល់ជាលំដាប់វាមិនត្រឹមតែជាការបំផ្លាញទីក្រុងទេប៉ុន្តែវាអាចបំផ្លាញទាំងតុបាយក្រុមគ្រួសារនៅទូទាំងពិភពលោកវិបត្តិប្រេងមិនត្រឹមតែជាការកើតឡើងចំពេលដែលតម្លៃចេះតែកើតឡើងនោះទេវាកើតឡើងនៅពេលដែល4កត្តាដែលបានបុកគ្នាក្នុងពេលតែមួយតើជាកត្តាអ្វីខ្លះកត្តាទី1ការវាយបំផ្លាញផលិតកម្មប្រេងដូចជាការបំផ្លាញវាលឧស្ម័នធម្មជាតិសៅផាដែលជាវាលឧស្ម័នដ៏ធំបំផុតនៅលើពិភពលោកនិងការបំផ្លាញទីក្រុងឧស្សាហកម្មរ៉ាស្ឡាវ៉ាន់របស់ប្រទេសកាតាដែលជាមជ្ឈមណ្ឌលថាមពលដ៏សំខាន់បំផុតនៃលំហូរប្រេងទៅកាន់ពិភពលោកជាដើមកត្តាទី2ការរាំងស្ទះច្រកហុកមូសដែលមានប្រេងឆ្លងកាត់ប្រមាណ20លានបារ៉ែលនៅក្នុងមួយថ្ងៃច្រកដ៏តូចទេសរសៃឈាមថាមពលពិភពលោកនេះមិនចាំបាច់នាំឲ្យមានការបិទទាំងស្រុងនោះទេបើគ្រាន់តែមានការរំខានឬក៏បង្កភាពរអាក់រអួលតម្លៃប្រេងក៏បានហក់ឡើងខ្ពស់ភ្លាមផងដែរកត្តាទី3ភាពភ័យខ្លាចទីផ្សារពេលនេះទោះបីជាមិនទាន់មានប្រេងខ្វះខាតទាំងស្រុងប៉ុន្តែតម្លៃបានហក់ឡើងដល់ប្រមាណ$110នៅក្នុងមួយបារ៉ែលរួចទៅហើយភាពភ័យខ្លាចនៅក្នុងទីផ្សារគឺជាចំណុចដ៏ធំដែលធ្វើឲ្យមនុស្សស្លន់ស្លោមុនពេលដែលមានការខ្វះខាតប្រេងពិតប្រាកដទៅទៀតកត្តាទី4កំហុសដ៏តូចមួយនឹងអាចបង្កប្រតិកម្មជាខ្សែសង្វាក់មានន័យថាបើការវាយប្រហារមួយត្រូវបានបកស្រាយខុសវានឹងបង្កើតនូវការវាយតបធំហើយការវាយតបធំនឹងក្លាយទៅជាវិបត្តិពិភពលោកដែលនៅគ្មាននរណាអាចបញ្ឈប់ទាន់ពេលវេលាបានឡើយនៅពេលផ្លូវទាំង4នេះបានជួបគ្នាវិបត្តិតំបន់នឹងក្លាយទៅជាវិបត្តិថាមពលពិភពលោកហើយតម្លៃប្រេងអាចនឹងកើនឡើងពី$150ទៅដល់$200ឬក៏ថ្លៃជាងនេះទៀតនេះហើយគឺជាសញ្ញាថាពិភពលោកកំពុងចូលទៅកាន់ហិរញ្ញភាពនៃវិបត្តិប្រេង